ចាបងប្អូនអ្នកខ្ញុំជឿជាក់ថាបងប្អូនមិនធ្លាប់ញ៉ាំទេមីនេះហ៎ចាមីនេះចាគឺញោមមីអញ្ចឹងបងប្អូនធ្លាប់តែញ៉ាំមីឆាមីស្រស់មីអីមីហាវមីហោះអីចឹងណាតែឥឡូវនាងខ្ញុំមកចែករំលែកបងប្អូនជាមួយនឹងញោមមីប្រហិតសាច់គោហើយនឹងពងទាចៀនបងប្អូនអីអធិស្ឋានពងមាន់ចៀនចាមាត់ក្បត់ចិត្តសំតែវាយមាត់មួយមែននេះវាយបានអីញ៉ាំមីកើតនេះពងមួយចានពេញផងចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់អ្នកខ្ញុំចានេះបងប្អូនមើលគ្រឿងផ្សំយើងញោមមីថ្ងៃនេះគឺមានខ្ទឹមសខ្ទឹមក្រហមម្ទេសជីណាហើយនឹងជីអង្កាមនេះនឹកភ្លេចបងប្អូនចាហើយពងមាន់3គ្រាប់ហើយនឹងប្រហិតសាច់គោយើងបងប្អូនប្រើតាមចំណង់ចំណូលចិត្តចង់បានច្រើនជាងនឹងក៏ដាក់ទៅហើយអ្នកខ្ញុំប្រើតែកន្លះកូនចាននឹងទេប្រហិតសាច់គោនេះចាហើយមីនឹងខ្ញុំប្រើដល់ទៅ4ខ្ចប់ឯណោះពូសមាជិក3នាក់ទេតែខ្លាចញ៉ាំអត់គ្រាន់ខ្លាចញ៉ាំអត់គ្រាន់ឡើង4ខ្ចប់តែម្ដងចាបងប្អូនហើយប្រហិតសាច់គោក៏នឹងខ្ញុំដាក់ស្រុះជាមួយនឹងមីតែម្ដងហើយយើងស្រុះតែមួយពុះឯណាបងប្អូនកុំស្រុះយូរពេកកុំឲ្យសាច់មីផុយណាចាបន្ទាប់មកគឺយើងដាក់ខ្ទះឲ្យក្តៅចាក់ខ្លាញ់ឲ្យច្រើនបែបហ្នឹងមកបងប្អូនដាក់ជីនជាមួយនឹងពងទានេះអូយនិយាយទៅជីនពងទាបើយើងដាក់ខ្លាញ់តិចវាអត់ឡើងអញ្ចឹងណាបងប្អូនវាអត់ស៊ូសឡើងអញ្ចឹងទេបើបងប្អូនដាក់ខ្លាញ់ច្រើនអាហ្នឹងពេលយើងដាក់អំពងទៅវាស្ទុះឡើងខ្លាំងហ្មងណាវាដូចនំហើមអញ្ចឹងបងប្អូនឃើញក្នុងវីដេអូអាយឡើងមកទៅតំណងហ្មងបងប្អូនគាត់តែឃើញមកនឹងជិបមាត់ជីបមកបងប្អូនចាហើយចំពោះពងមាន់នេះបងប្អូនចង់ញ៉ាំច្រើនដាក់ច្រើនជាងនឹងមកចានេះខ្ញុំដាក់តែ3គ្រាប់ហ្នឹងទេចែកគ្នាម្នាក់មួយគ្រាប់គ្នា3នាក់ចែកគ្នាម្នាក់មួយគ្រាប់ចាឥឡូវជាងជៀនពងមាន់ឆ្អិនហើយយើងដួសវាទុកឲ្យត្រជាក់ម្លាយសិនមកបងប្អូនបន្ទាប់មកយើងមកបុកគ្រឿងរបស់យើងមកចាខ្ទឹមសម្ទេសបុកចូលគ្នាថែមជាមួយនឹងម្សៅស៊ុបមួយស្លាបព្រាស្ករស1ស្លាបព្រាបងប្អូនចាហើយទឹកត្រីហ្នឹងក៏1ស្លាបព្រាដូចគ្នាទៀតនិយាយទៅស្រង់ក្លិនមួយសិនបងប្អូនចាពូឈ្ងុយបន្ទាប់ពីយើងបុកគ្រឿងវាម៉ត់ហើយបងប្អូនចូលជាតិគ្នាឲ្យកុំភ្លេចណាជាមួយនឹងក្រូចឆ្មាមួយផ្លែមកបងប្អូនរសជាតិវាអត់សូវជូរប្រហែលទេមួយផ្លែហ្នឹងបងប្អូនចង់បានជូរយ៉ាងហ្នឹងអាចថែមមួយផ្លែកន្លះឬ2ផ្លែទៅចានាងខ្ញុំប៉ុណ្នេះគឺល្មមចាហើយដោយសារទៅរៀងស្ទើភ្លុកទៅរៀងស្ទើនាងខ្ញុំក៏ថែមទឹកត្រី1ស្លាបព្រាទៀតចានិយាយពីថាថែមនោះថែមហ្មងខ្លាចតែអត់ឆ្ងាញ់នេះនិយាយពីចង់ឆ្ងាញ់ធ្វើម្ហូបចង់ឆ្ងាញ់អញ្ចឹងតើឥឡូវយើងភ្លក់អីយើងថែមវាធ្វើម៉េចឲ្យដឹងឆ្ងាញ់ចាំយកបងប្អូនចាឥឡូវកាត់ជាមួយនឹងពងមាន់យើងមកហើយយើងដាក់គ្រឿងបងប្អូនពេញប៉ោះនេះបងប្អូនប្រើពេញប៉ោះធំក៏បានដែរភ្លេចបញ្ជាក់ប្រាប់បងប្អូនណាចាហើយនៅខ្ញុំមានអាតូចយើងខ្ញុំប្រើអាតូចនឹងតែម្ដងទៅតែបងប្អូនប្រើអាធំក៏បានដែរព្រោះអ្នកខ្លះគាត់ថាដឹងតែរកទិញអាតូចនឹងនៅណាបានទេណាមួយអាតូចហ្នឹងវារៀងថ្លៃជាងអាធំផងអញ្ចឹងបងប្អូនទិញអាធំមកតែចិត្តចំណិតចំណិតវាតូចល្មមមកស្រួលញ៉ាំណាបងប្អូនចាហើយឥឡូវនេះចាប់ផ្ដើមដាក់ច្បល់គោវឹកបែបហ្នឹងមកដើម្បីឲ្យចូលជាតិគ្នាល្អបងប្អូនយើងដាក់គ្រឿងចូលមកនេះឃើញទេចាហើយគ្រឿងហ្នឹងគឺនាងខ្ញុំដាក់2ដងលើកទី1គឺខ្ញុំដាក់គោមកត្រឡប់2ត្រឡប់សិនហើយបន្ទាប់មកបាននាងខ្ញុំបន្ថែមបន្តិចទៀតចុងក្រោយប្រហើយចាគ្រឿងបុកហ្នឹងបងប្អូនព្រោះយើងធ្វើបែបហ្នឹងការពារនៅពេលគ្រឿងយើងលាយទៅប្រៃជ្រុលអីយើងភ្លុកមើលទៅចាយើងមិនបាច់ថែមទៀតទេតែបើសិនជាវាមិនទាន់គ្រប់រសជាតិដែលយើងចង់បានយើងថែមទៀតមកបងប្អូនឥឡូវយើងចាប់ផ្ដើមដួសដាក់ចានមកបងប្អូនចាដូចជាញ៉ាំកើតទេមើលទៅចាប្រហែលជាអត់កើតទេព្រោះញ៉ាំនឹងបែរមុខទៅលាច់ចារឿងអីមិនកើតបងប្អូនប៉ុណ្នេះហើយបងប្អូនឃើញទេខ្ញុំជឿជាក់ថាបងប្អូនមិនធ្លាប់ធ្វើញ៉ាំទេអញ្ចឹងអាចសាកធ្វើញ៉ាំនៅផ្ទះទាំងអស់គ្នាបានមិនចាំបាច់ចំណាយពេលទៅទិញមីឆាមីឆុងមីហិលមីហោះមីហាវអីទេបងប្អូនណាធ្វើញ៉ាំនៅផ្ទះខ្លួនឯងមកអស់លុយតិចហើយឆ្ងាញ់ទៀតបងប្អូនអនាម័យល្អទៀតហ្នឹងហើយអរគុណច្រើនថ្ងៃនេះក៏មានតែប៉ុណ្្នឹងបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់អ្នកខ្ញុំម្នាក់មួយផងដែរបងប្អូនមកថ្មីកុំភ្លេច follow page ម្នាក់មួយបងប្អូនណាបានវីដេអូថ្មីបន្តទៀតអរគុណច្រើនចាពុកម៉ែបងប្អូនធ្លាប់ញ៉ាំទេអន្ទង់ឆាគ្រឿងជូរអែមចាអន្ទង់ឆាគ្រឿងជូរអែមយើងអូយថ្ងៃនេះគឺមកញ៉ាំជាមួយអន្ទង់ឆាគ្រឿងឆាក្តៅតែមិនសូវក្តៅហ្មងទេពុកដាក់ម្ទេសអត់ច្រើនចាម្ទេសអត់ទៅហិលអញ្ចឹងមិនថាក្តៅទេគឺយើងថាគ្រឿងទៅចាស់ពួកខ្ញុំអត់ចូលចិត្តហិលសម្រាប់បងប្អូនចង់ហិលដាក់ម្ទេសច្រើនមកបងប្អូនឆ្ងាញ់ណាស់អន្ទង់ធំទៀតអូយសាច់ឡើងផ្អែមបងប្អូនចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអូយថ្ងៃនេះមកចែករំលែកបងប្អូនជាមួយនឹងការឆាគ្រឿងអន្ទង់ឆាផ្អែមបងប្អូនឆាជូរអែមបងប្អូនចាអើយឆ្ងាញ់ណាស់បងប្អូនអើយបងប្អូនសហធ្វើញ៉ាំបានហើយអន្ទង់នេះគឺយើងយកមកធ្វើវាបែបនេះមកបងប្អូនដើម្បីងាយស្រួលសម្អាតវាកុំឲ្យវាមាននៅរំអិលគឺដាក់វាជាមួយនឹងផេះចា
បងប្អូនខ្លះគាត់ថាស្រុះមួយទឹកចាស្រុះជាមួយទឹកក៏នឹងខ្ញុំធ្លាប់ធ្វើដែរព្រោះស្រុះជាមួយទឹកគឺសាច់អន្ទង់វារបកវាអត់ស្អាតទី1ទី2គឺវាលំអិលវាឡើងពិបាកនិយាយទៅវារៀងពិបាកមើលរៀងកកិចអញ្ចឹងណាបងប្អូនតែបើយើងដាក់ជាមួយនឹងផេះគឺបែបនេះគឺយើងដាក់មកយើងកោសវាទៅលងអស់ហ្មងបងប្អូនឡើងសាច់អន្ទង់យើងស្អាតណាចាហើយអន្ទង់នេះគឺអន្ទង់ចូលសាយបងប្អូនកុំឆ្ងល់ហ្នឹងអន្ទង់មានអាធំមួយអាទូចច្រើនអញ្ចឹងអត់ទេអន្ទង់ចូលសាយដល់ពេលអញ្ចឹងវាមានអត់ស្មើណាបងប្អូនអត់មានទិញគេទេអន្ទង់ស្រែសុតហ្មងអន្ទង់ចូលសាយអញ្ចឹងវាមានអាធំមានអាតូចអត់ស្មើគ្នាអាធំនេះមួយនឹងប្រហែលចិត្តកន្លះគីឡូបងប្អូនចានេះយើងបូតអញ្ចឹងមកបងប្អូនណាយើងដាក់ឲ្យយើងបូតអញ្ចឹងមកគឺដោយរំអិលវាឡើងអស់ហ្មងណាដាក់ផេះបងប្អូនចាយើងដាក់ឲ្យយើងបូតដាក់ឲ្យបូតវា2 ដងមកដើម្បីឲ្យវាជ្រះល្អរំអិលកុំឲ្យវានៅឆ្អាបនៅអីចឹងណាបងប្អូនចានេះមានអាតូចហ្នឹងច្រើនដែរហ្នឹងណាតែអាតូចហ្នឹងសាច់វាឆ្ងាញ់ណាបងប្អូនហើយកុំចោលអ្នកខ្លះឃើញថាអាតូចចឹងអត់ហ៊ានញ៉ាំទេបន្ទាប់ពីនាងខ្ញុំបូតជាមួយនឹងផេះអីច្រើនអីឲ្យច្រើនដងហើយជ្រះអំអិលហើយគឺយកមកលាងទឹកហើយយើងយកទៅវះពោះវាបងប្អូនយកប្រមាត់វាចេញណាចាហើយអាធំគឺយើងវះយកអាចវាចេញព្រោះអាធំវាអាចមានអីចឹងទៅចាហើយឥឡូវហ្នឹងគឺចាប់ផ្ដើមកាត់វាជាកង់បែបនេះមកបងប្អូននេះអ្នកខ្លះចង់បានកង់ស្ដើងជាងនឹងទៀតហើយអ្នកខ្លះក៏ចូលចិត្តឆាខ្ញីតែខ្ញុំគ្រូសាខ្ញុំក៏ថាចង់ញ៉ាំឆាខ្ញីឬចង់ញ៉ាំឆាគ្រឿងចានេះគ្រឿងដាក់មកឲ្យបងប្អូនមានគ្រឿងម៉ត់មានម្ទេសម៉ត់ហើយខ្ទឹមសខ្ទឹមក្រហមស្លឹកក្រូចសើចដាក់ចូលគ្នាចឹងមកខ្ញុំអត់មានឆាពីរដងទេបងប្អូនដាក់ចូលគ្នាចឹងយើងឆាវាឈ្ងុយមកគឺឈ្ងុយចូលគ្នាតែម្ដងគ្រឿងហើយនឹងជាតិហ្នឹងគឺវាចូលគ្នាគឺឆ្ងាញ់តែម្ដងបងប្អូនចាយើងឆារហូតដល់វាក្រៀមនិយាយទៅគ្រឿងនេះខ្ញុំចំណាយពេលឆារៀងយូរបងប្អូនដើម្បីឲ្យវាក្រៀមល្អនេះដូចឃើញក្នុងវីដេអូត្រាប់បងប្អូនដល់ពេលដែលគ្រឿងយើងក្រៀមឈ្ងុយល្អហើយចាំយើងដាក់ទឹកត្រីចូលបន្តិចមកបងប្អូនចាទឹកត្រីដាក់តាមចំណង់ចំណូលចិត្តបងប្អូនចង់ដាក់ប៉ុណ្ណាក៏បានបន្ទាប់ពីយើងដាក់គ្រឿងចូលហើយគឺនាងខ្ញុំចាក់អន្ទង់ចូលតែម្ដងចាបន្ទាប់ពីយើងចាក់អន្ទង់ចូលកូរឲ្យវាចូលគ្រឿងនឹងមកស្ទុះមកចាំយើងផ្សំជាមួយនឹងគ្រឿងរសជាតិបងប្អូនចានេះអូយនិយាយពីថាសាច់វិញឡើងឆ្ងាញ់មើលទៅតំណងចានេះខ្ញុំដាក់ជាមួយរ៉ូឌី1ស្លាបព្រាចាស្ករក៏1ស្លាបព្រាអំបិល1ចុងស្លាបព្រាបងប្អូនចាយើងដាក់បែបហ្នឹងមកបងប្អូនចាហើយបងប្អូននិយាយរសជាតិគ្រឿងរសជាតិហ្នឹងបងប្អូនចង់បានបែបណាបងប្អូនថែមតាមហ្នឹងមកចាសម្រាប់នាងខ្ញុំគឺប៉ុណ្ណឹងគឺខ្ញុំអូខេរសជាតិសម្រាប់ញ៉ាំប្រចាំថ្ងៃអញ្ចឹងណាបងប្អូនចាអូយនេះយើងទុកឆាវាទាល់តែក្រៀមអញ្ចឹងមកបងប្អូនយើងដាក់គ្រឿងរសជាតិហើយយើងឆាវាឲ្យក្រៀមចាំយើងថែមជាមួយនឹងអំពិលទុំនេះបងប្អូនចាដាក់អំពិលទុំ1ស្លាបព្រាដើម្បីបានជារសជាតិវាឆាជូរផ្អែមតិចចាប៉ុន្តែបើបងប្អូនចង់ផ្អែមខ្លាំងដាក់ស្ករ2ស្លាបព្រាមកបងប្អូនចាបន្ទាប់មកគឺខ្ញុំមកដាក់ចោលម្ទេសហ្នឹងចាបងប្អូនចង់ដាក់ម្ទេសឆាជាមួយគ្រឿងក៏បានចាំដាក់តាមក្រោយក៏បានព្រោះខ្ញុំមកដាក់ឆាជាមួយគ្រឿងទេព្រោះដោយសារម្ទេសវាចេញខ្លាំងខ្លាចវាហឹរខ្លាំងកូនញ៉ាំអត់កើតអញ្ចឹងដាក់ពេលក្រោយអញ្ចឹងយើងចង់ញ៉ាំហើយយើងញ៉ាំម្ទេសទៅតែវាអត់សូវចូលជាតិហឹរទៅក្នុងសាច់ហើយនេះខ្ញុំបន្ថែមទឹកដើម្បីឲ្យវាឡើងខាប់ជាបងប្អូនចានិយាយទៅបងប្អូនអត់ចង់បានទឹកខាប់អញ្ចឹងចង់ឆាកូកូក៏បានដែរតែខ្ញុំដូចខ្ញុំជំរាបជូនបងប្អូនចឹងកូនខ្ញុំវាចូលចិត្តឲ្យមានទឹកដើម្បីងាយស្រួលញ៉ាំអញ្ចឹងគឺខ្ញុំដាក់ទឹកមកផុកអញ្ចឹងស្រួលស្រូបបាយឲ្យគាត់ញ៉ាំណាបងប្អូនចាបន្ទាប់ពីយើងឆាហើយដាក់គ្រឿងក្រៅអីសពគ្រប់បែបយ៉ាងឆ្អិនហើយនេះឆែមជាមួយនឹងស្លឹកម្រះព្រៅហើយនឹងគល់ខ្ទឹមមកបងប្អូនហើយនិយាយពីថាជាតិសាហាវហ្មងនេះរួចរាល់ឆ្អិនហើយបងប្អូននេះឃើញទេមានសាច់មានទឹកមានម្ទេសមានគ្រឿងក្រៅអូយនេះសាច់អន្ទង់យើងគឺអូយតំណងញ៉ាំមកបងប្អូនចាអរគុណច្រើនបងប្អូនសង្ឃឹមថាបងប្អូនធ្វើនៅផ្ទះញ៉ាំទាំងអស់គ្នាហើយបុកម្ហូបនេះគឺឆ្ងាញ់តែម្ដងបាយកកក៏អស់បាយក្តៅក៏អស់ដែរបងប្អូនអើយចាបងប្អូនមកញ៉ាំជាមួយនឹងមាន់ស្រែដិតស្ពៃក្តោបទឹកដូងវិញម្ដងនិយាយពីថាជាតិមាំបងប្អូនអើយជាតិហ្មងជាតិដល់ជាតិក្រោយចាបងប្អូនឃើញទេជាមួយនឹងបន្លែស្រស់ទឹកត្រីយើងហិលទៀតជូរអែមទៀតឆ្ងាញ់ហ្មងហើយអ្វីដែលសំខាន់ណាគឺស្ពៃក្តោបដិតទៅចូលជាតិឆ្ងាញ់មែនតែនបងប្អូនជាតិសាហាវហ្មងចាបងប្អូនអាចសាកធ្វើញ៉ាំបានឆ្ងាញ់ណាស់បងប្អូនចានឹងខ្ញុំថាឆ្ងាញ់គឺឆ្ងាញ់ហើយជំរាបសួរបងប្អូនទាំង
ទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះគឺដិតមនស្រែចៃរំលែកបងប្អូនថាចង់ដឹងថាដិតមនស្រែហ្នឹងណាធ្វើមិនបានទទួលបានរសជាតិវាឆ្ងាញ់ប្លែកបងប្អូនចាបងប្អូនធ្លាប់តែដិតកូកាដិតអីចឹងណាតែថ្ងៃនេះគឺនាងខ្ញុំមកដិតជាមួយនឹងទឹកដូងឲ្យបងប្អូនមើលញ៉ាំម្ដងមើលវាមិនដែរចាដឹងឲ្យឆ្ងាញ់ទេតែមនស្រែរឿងអីឆ្ងាញ់បងប្អូនចាឥឡូវផ្សំគ្រឿងមកគ្រឿងផ្សំរសជាតិយើងធម្មតាបងប្អូនចាមានទឹកត្រីមួយស្លាបព្រាហើយនិងទឹកស៊ីអ៊ីវ2ស្លាបព្រាស្ករសម្សៅស៊ុបចាមួយមុខមួយស្ព្រាមុខមួយស្ព្រាកាហ្វេតូចហ្នឹងមកបងប្អូនយើងកូរសាច់របស់យើងណាកាត់វាដុំតូចមកដើម្បីយើងយកទៅប្រឡាក់ទៅវាឆាប់ចូលណាបងប្អូនចាបើយើងដាក់ដិតទាំងមូលក៏បានដែរបងប្អូនចង់ដាក់ទាំងចំហៀងចឹងក៏បានដែរតែសម្រាប់ខ្ញុំអត់ចូលចិត្តទាំងមូលទេនឹងខ្ញុំចូលចិត្តអាដុំរៀងតូចដល់ពេលដល់ទៅវាចេញជាតិហើយនឹងចូលជាតិស្រួលញ៉ាំផងនោះអញ្ចឹងដាក់តូចល្មមមកចានេះហើយយើងចុងក្រោយនេះគឺយើងបន្ថែមជាមួយនឹងខ្ញីបន្តិចមកបងប្អូនតាដាក់ខ្ញីមកងាយស្រួលហើយគ្រឿងផ្សំថ្ងៃនេះពិសេសមែនតើគឺយើងមានជាមួយនឹងស្លឹកតយមួយដៃធំបងប្អូននេះចាគ្រឿងផ្សំមានខ្ទឹមសក្រហមស្លឹកក្រូចសើចស្លឹកតយហើយនឹងគល់ស្លឹកគ្រៃហើយឥឡូវយើងកំពុងតែចាដាក់ជាមួយនឹងស្ពៃក្តោបរបស់យើងចូលមកបងប្អូនកាត់វាជាដុំបងប្អូនចង់ដាក់កាត់ជាពីរដាក់ក៏បានដែរតែនឹងខ្ញុំដាក់ឲ្យខ្ញុំរាយឲ្យវាពេញឆ្នាំងបែបនេះមកបងប្អូនចាបន្ទាប់ពីយើងរាយស្ពៃក្តោបរួចរាល់យើងដាក់ជាមួយនឹងសាច់មាន់ដែលយើងប្រឡាក់គ្រឿងហើយហ្នឹងយកមកដាក់វាពីលើបែបហ្នឹងមកដើម្បីយើងចំអិនវាដិតវាបងប្អូនចាយើងរៀបឲ្យស្អាតចឹងមកបងប្អូនហើយបន្ទាប់មកយើងដាក់គ្រឿងផ្សំទាំងអស់ចូលមកមានស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមស្លឹកតយស្លឹកអីហ្នឹងបងប្អូនចាមានស្លឹកខ្ទឹមអីចឹងមកបងប្អូនដាក់ចូលមកម្ទេសហើយចុងក្រោយនេះគឺថែមជាមួយនឹងប្រេងខ្យងបងប្អូនចាប្រេងខ្យង2ស្លាបព្រាមកបងប្អូនចង់ដាក់3 4ស្លាបព្រាក៏បានដែរប្រេងខ្យងណាចានឹងខ្ញុំដាក់2ស្លាបព្រាព្រោះអីដោយសារនឹងខ្ញុំដាក់ប្រឡាក់មុនមានទឹកត្រីទឹកស៊ីអ៊ីវខ្ញុំខ្លាចប្រៃចាឥឡូវនេះដូងនេះយើងដាក់ទឹកដូងគឺអត់យកដូងខ្ចីទេបងប្អូនគឺយើងប្រើទឹកដូងហ្នឹងដូងចាស់ណាចាស់មិនចាំបាច់ដល់ខ្មៅត្រឡោកដូចយើងខ្ញុំក៏បានដែរសំខាន់ឲ្យតែបានដូងចាស់គឺដិតដូងទឹកដូងចាស់វាឈ្ងុយជាងដូងខ្ចីបងប្អូនចាឥឡូវក៏យើងដាក់ដិតមាន់ចោលហើយយើងមកធ្វើទឹកត្រីបុកម្ដងបងប្អូនទឹកត្រីបុកយើងធ្វើសាមញ្ញទេបងប្អូនធ្វើតាមទម្លាប់បងប្អូនក៏បានអាចធ្វើតាមនាងខ្ញុំក៏បានដែរចាបងប្អូនធ្លាប់ធ្វើញ៉ាំបែបណាបងប្អូនធ្វើបែបហ្នឹងក៏បានដែរតែនេះគឺសម្រាប់នាងខ្ញុំគឺខ្ញុំធ្វើបែបធម្មតាសាមញ្ញទេបងប្អូននេះចាយើងបុកបែបហ្នឹងមកយើងថែមជាមួយនឹងខ្ទឹមក្រហមតិចមកបងប្អូនដើម្បីឲ្យវាឈ្ងុយចាខ្ទឹមក្រហមខ្ញុំដាក់ទៅគ្រាន់តែញុំទេខ្ញុំអត់បុកឲ្យវាម៉ត់ទេបងប្អូនដាក់ទៅគ្រាន់តែញុំតិចទេបងប្អូនឲ្យវាបែកចាឲ្យវាឈ្ងុយតែម្ដងហើយក្រូចគឺប្រើក្រូចឆ្មាដើមឯទូចប៉ុន្តែទឹកនិយាយពីសាហាវបងប្អូនឃើញទូចតែមៀតជាងទេតែទឹកច្រើនណាចាហ្នឹងហើយឥឡូវយើងចាក់ផ្ដើមយកគ្រឿងផ្សំរបស់យើងចេញមកបងប្អូនបុកមិញហ្នឹងគឺនេះខ្ញុំអត់ដាក់ទឹកត្រីចូលក្នុងត្បាល់ទេគឺដាក់នៅក្រៅចានេះទឹកត្រីយើងប្រើបែបនេះមក3ស្លាបព្រាចាបន្ទាប់មកហើយមួយទៀត4 5ស្លាបព្រាចាដាក់ទៅឡើងខាប់ល្មម5ស្លាបព្រានេះបងប្អូនចាហើយយើងដាក់ក្រូចយើងចូលមកក្រូចនេះបងប្អូនចង់ជូរចង់ហឹលអីថែមគ្រឿងថែមខ្លួនឯងទៀតមកបងប្អូនតែខ្ញុំអត់ចូលចិត្តហឹលខ្លាំងខ្ញុំដាក់ម្ទេសតែមួយទេចាខ្ញុំដាក់ប៉ុណ្្នឹងមកក្រូច2ផ្លែហ្នឹងគឺល្មមរសជាតិវានេះបងប្អូនចាប់ផ្ដើមមកឆ្អិនតិចហើយឡើងក្រៀមបាត់ចាដិតរហូតដល់គោកទឹកបងប្អូនទឹកមកផ្លែដូងហ្នឹងគឺល្មមមកគោកមកសាច់មាន់ក៏ឆ្អិនផុយល្មមស្រួលញ៉ាំទៀតហើយបន្លែយើងក៏ឆ្អិនឡើងទន់ល្មូតល្មើយតែម្ដងនេះបងប្អូនចាអូមើលទៅទំនងណាស់បងប្អូនហើយពីថាបើសិនជាអ្នកចូលចិត្តអាជាទៀតជាមួយនឹងសាច់មាន់នឹងទៀតត្រូវតែម្ដងតែចៃដន្យអីគ្រួសារខ្ញុំអត់មានអ្នកចេះញ៉ាំអាជាហ្នឹងផងចាអញ្ចឹងទៅញ៉ាំបាយធម្មតាអញ្ចឹងទៅអរគុណបងប្អូនសម្រាប់ថ្ងៃនេះគឺនាងខ្ញុំចែករំលែកវីដេអូបងប្អូនដល់ប៉ុណ្្នេះទេព្រោះសារដិតមាន់នេះគឺរូបមន្តថ្មីរបស់នាងខ្ញុំតែម្ដងដិតមាន់ស្លឹកតយទឹកដូងបងប្អូនឆ្ងាញ់មែនតែនចាហើយសង្ឃឹមថាបងប្អូនធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងចង់ដឹងរសជាតិបែបណាខមមិននៅខាងក្រោមវីដេអូរបស់នាងខ្ញុំឲ្យដឹងផងបងប្អូនណាអរគុណច្រើនចាបងប្អូនចាឃើញមូលតិចច្រឡំថាកូនបាល់អីទៅមែនទេណាបងប្អូនចានំញ៉ាំទេចាគឺនំបាល់ចាប៉ុន្តែឥឡូវនេះគឺឆ្អិនហើយតែដូចជាមិនមែនបាល់ទេបងប្អូនចាមើលទៅដូចក៏ចង់កប៉ែតមិនទេឡើងចង់ដូចបាល់ហ៎ចាតែឆ្ងាញ់ណាបងប្អូនជាតិសាហាវហ្មងណាហ្នឹងហើយ
ជំរាបសួរបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំបន្តទៀតបងប្អូនអូថ្ងៃនេះគឺថាញ៉ាំនំបាលទៀតហើយប៉ុន្តែគឺគ្រឿងផ្សំរបស់យើងដែលសំខាន់នោះគឺដំឡូងបារាំងបងប្អូនចាថ្ងៃនេះគឺនាងខ្ញុំប្រើដំឡូងបារាំង2មើមហើយឥឡូវនេះគឺចាប់ផ្ដើមចិតសម្បកវាឲ្យស្អាតអស់ទៅបងប្អូនហើយយកទៅលាងទឹកឲ្យស្អាតជ្រះអស់យើងយកមកយើងពុះវាជាចំណិតដុំតូចចាដើម្បីយកទៅស្ងោរវាឲ្យឆ្អិនបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានឆ្នាំងចំហុយឬក៏ចង់ចំហុយក៏គាត់អាចចំហុយបានដែរតែនាងខ្ញុំអត់ចង់ចំហុយទេគឺដាក់ស្ងោរយកតែម្ដងចាឥឡូវនេះដាក់ស្ងោរប្រហែលជា5នាទីទៅ10នាទីដើម្បីឲ្យឆ្អិនល្អដល់ឆ្លៀតពេលនៃពេលដែលយើងស្ដាក់ដំឡូងស្ងោរគឺយើងចាប់ផ្ដើមធ្វើទឹកចាទឹកពងមាន់ដើម្បីទុកជ្រលក់នំបងប្អូនចាធ្វើទឹកពងមាន់មកហើយទឹកពងមាន់នេះដែរគឺខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោឆៅ2ស្លាបព្រាបាយបងប្អូនឃើញទេចាអូយចំណងខាប់ចាខាប់ឲ្យឈ្ងុយទឹកពងមាន់បងប្អូនចាឥឡូវចាប់ផ្ដើមកូរវឹកឲ្យវាឡើងពពុះបែបនេះមកចាបន្ទាប់មកគឺនាងខ្ញុំបន្ថែមជាមួយនឹងម្សៅបំពងនេះបងប្អូនចាម្សៅបំពងនេះគឺចំនួន1ស្លាបព្រាហើយយើងកូរវឹកឲ្យវាសព្វចូលគ្នាដូចដែលយើងកូរពងមាន់មុននឹងដែរទៅបងប្អូនចាចឹងយើងចាប់ផ្ដើមកូរវឹកឲ្យវាលាយអស់ចឹងមកនេះសាប់ល្អបងប្អូនឃើញទេហើយនាងខ្ញុំបន្ថែមជាមួយនឹងអំបិលមកចាប់ទេចាអំបិលមកចាប់កុំឲ្យប្រៃអូចាឥឡូវដំឡូងយើងហ្មងឆ្អិនណានេះបងប្អូននេះឃើញទេចាឆ្អិនហើយនាងខ្ញុំដួសដាក់ចានដើម្បីយកទៅច្បាច់នឹងជ្រុំវាតែម្ដងចាចឹងចាប់ផ្ដើមច្បាច់យកឲ្យវាម៉ត់ល្អហ្នឹងហើយបងប្អូនចាហើយវិធីច្បាច់នេះបងប្អូនប្រើវិធីគ្រប់វិធីណាក៏បានដែរសម្រាប់នេះខ្ញុំធ្វើអញ្ចឹងស្រួលបងប្អូនអាកត្រងយើងអាតូចល្មមហ្នឹងយកមកច្បាច់អញ្ចឹងគឺចេញជាលបាយមកល្មួតល្អហ្មងសប់ល្អហ្មងបងប្អូនចាអញ្ចឹងបងប្អូនអាចសាកល្បងបានចាបន្ទាប់មកនេះខ្ញុំប្រើស្ពាជំនួយចាយើងកូរបែបហ្នឹងមកបងប្អូនអើយចាបន្ទាប់មកទៀតគឺនេះខ្ញុំបន្ថែមជាមួយនឹងម្សៅនំម្សៅមីបងប្អូនចាម្សៅមី1ស្លាបព្រាបាយទៀតដើម្បីឲ្យសាច់ដំឡូងរបស់យើងនឹងវារៀងរឹងតិចបងប្អូនចាបន្ទាប់ពីថែមជាមួយនឹងម្សៅមីហើយជាមួយនឹងអំបិលបន្តិចទៀតគឺមកចាប់ដាក់ច្រើនពេកខ្លាចប្រៃបងប្អូនចាតែបើបងប្អូនចង់រសជាតិបែបរៀងប្រៃតិចអីហ្នឹងគឺបន្ថែមតិចទៀតមកតែនាងខ្ញុំដាក់ប៉ុណ្្នឹងគឺរសជាតិអត់ប្រៃទេចាបន្ទាប់មកទៀតគឺយើងថែមមួយគ្រឿងផ្សំយើងមួយមុខទៀតគឺដើមផ្កាជីឆាយបងប្អូនចាយើងហាន់ដើម្បីយកគេហៅថាសោភ័ណភាពណាចាសោភ័ណភាពស្អាតចឹងណាចាឥឡូវចាប់ផ្ដើមច្បល់ចូលគ្នាមកដើម្បីឲ្យវាអែមមួយមើលចាអូយបងប្អូននិយាយពីថាពេលលាយនេះគឺឈ្ងុយអាស្លឹកជីឆាយជាមួយនឹងដំឡូងបារាំងនឹងក៏ត្រូវគ្នាចូលជាតិគ្នាល្អណាបងប្អូនហើយចានិយាយពីធ្វើប៉ុណ្្នឹងហើយចង់ញ៉ាំប៉ុណ្្នឹងហ្មងនេះអត់តន់ចង់យកទៅបំពងទេចាឥឡូវយើងលាយម្សៅនំយើងអាដំឡូងយើងរួចរាល់ហើយយើងមកធ្វើពីឈីសម្ដងបងប្អូនចាហើយឈីគឺថ្ងៃនេះគឺយើងហាន់ជាដុំបែបហ្នឹងដើម្បីធ្វើជាស្នូលរបស់វាតែម្ដងចាជាស្នូលនំណាអូខេឥឡូវយើងចាប់ផ្ដើមយកដំឡូងចាមកដុំល្មមបងប្អូនហើយយើងពូតវាបែបនេះមកហើយយើងដាក់ជាមួយនឹងឈីមួយដុំហើយនឹងម្សៅជាស្រ័យគឺសាច់ផាត់ចាសាច់ផាត់នេះបងប្អូនជ្រើសរើសសាច់ផាត់ប្រភេទណាក៏បានសាច់ជ្រូកក៏បានសាច់គោក៏បានតែចំណែកខ្ញុំដាក់សាច់ផាត់សាច់ជ្រូកហើយបងប្អូនចាអូយមូលល្អម្លេះចាដូចបាល់មែនតើចាឥឡូវនេះយើងចាប់ផ្ដើមមូហើយបដាចិត្តហើយបងប្អូនអើយហើយល្មមហ្នឹងហើយឥឡូវហើយយើងចាំផ្ដើមយកទៅជ្រលក់ជាមួយពងមាន់ដែលយើងធ្វើទុកមុនបងប្អូនចាជ្រលក់បែបនេះមកហើយយើងយកទៅរោយជាមួយនឹងកំតិចនំប៉័ងដើម្បីយកទៅបំពងបងប្អូនចាហើយចំណុចនេះដែរខ្ញុំចង់ប្រាប់បងប្អូនថាបើអាចច្បល់ម្សៅឲ្យវារៀងហឹងតិចទៅព្រោះដោយសារតែពេលនៅខ្ញុំធ្វើហ្នឹងគឺវារៀងអេកតិចរៀងអេកជ្រុលបន្តិចចាបងប្អូនបន្ថែមជាមួយនឹងម្សៅឲ្យរៀងហឹងជាងហ្នឹងតិចអូអាហ្នឹងរឹតតែល្អចាឥឡូវចាប់ផ្ដើមដាក់ហើយបងប្អូនដាក់បំពងដាក់ខ្លាញ់ឲ្យក្តៅខ្ទះក្តៅចាក់ខ្លាញ់ចូលមកបំពងចឹងមកបងប្អូននិយាយពីថាអូយឃើញទេក្រៀមល្អមែនតែនបងប្អូនកុំច្រឡំថានំគ្រក់អីមើលទៅដូចនំគ្រក់មែនតាចា
ហ្នឹងហើយអាមួយនោះអាមួយមុននោះរៀងបែកចូលបងប្អូនណាសាខ្ញុំខ្ចប់វាស្ដើងពេកចាខ្ចប់ស្ដើងពេកអាដុំឈីយើងធំធំមកចង់បានឈីច្រើនដល់ពេលអញ្ចឹងវារៀងស្ដើងសាច់ម្សៅរៀងស្ដើងវារៀងបែកអញ្ចឹងណាបងប្អូនដាក់រៀងក្រាស់ហើយសាច់វារៀងរៀងងឹងជាងនឹងបន្តិចគឺល្អខ្លាំងបងប្អូនចានេះហែកមកគឺល្មូតបែបនេះតែម្ដងបងប្អូននិយាយពីថាខំទៅចូលក្នុងមាត់វិញគឺល្មូតលាយគ្នាជាមួយនឹងឈីទាញទឿនទៀតនិយាយថាជាតិនិយាយបដាលេបទឹកមាត់បដាបងប្អូនអរគុណសម្រាប់ថ្ងៃនេះគឺនាងខ្ញុំមានតែប៉ុណ្្នេះទេក្នុងការចែកម្លែកបងប្អូនចាញ៉ាំទាំងអស់គ្នាណាចាកុំភ្លេចធ្វើតាមអ្វីដែលនាងខ្ញុំធ្វើខាងលើហើយបងប្អូនក៏ទទួលបាននំដែលរសជាតិឈ្ងុយឆ្ងាញ់ចាបងប្អូនអញ្ចឹងសម្រាប់ខសាច់ជ្រូកឬក៏ខឆ្អឹងជ្រូកក៏យើងធ្វើបែបហ្នឹងវាអត់ទលាន់ទេបងប្អូនស្រួលញ៉ាំហ่ะហើយយើងញ៉ាំទៅវាអត់ណាយបងប្អូនចាញ៉ាំហើយចង់ញ៉ាំទៀតរសជាតិវាឆ្ងាញ់ប្លែកវាមានជាតិត្រូវគ្នាជាមួយនឹងសាច់ជ្រូកហើយនឹងជាមួយស្ពៃជូរហ្នឹងវាកាត់បន្ថយវាកាត់ជាតិខ្លាញ់ជាតិអីចឹងណាបងប្អូនចាំពេលយើងញ៉ាំទៅវាអត់ទលាន់ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះគឺចែករំលែកបងប្អូនចាមិត្តនារីទាំងឡាយដែលជាស្ត្រីមេផ្ទះចាក្នុងការធ្វើមុខម្ហូបមួយដែលសាមញ្ញប៉ុន្តែឆ្ងាញ់ប្លែកបងប្អូនចាគឺខសាច់ជ្រូកឬក៏ឆ្អឹងជ្រូកដើម្បីកុំឲ្យវាទលាន់កុំឲ្យវាខ្លាញ់ខ្លាំងអីចឹងណាយើងប្រើជាមួយនឹងស្ពៃជូរបងប្អូនចាឥឡូវនេះនឹងខ្ញុំចាប់ផ្ដើមជាខ្លាញ់នេះបងប្អូនជាខ្លាញ់ហ្នឹងគឺខ្ញុំយកខ្លាញ់ហ្នឹងទៅចម្រាញ់ហើយសាច់គឺយើងដាច់ម្លាយមកហើយសាច់នេះផងដែរគឺខ្ញុំប្រើជាប្រភេទសាច់លាយឆ្អឹងជ្រូកបងប្អូនអញ្ចឹងនៅពេលដែលយើងទៅទិញគឺអ្នកលក់គេកាប់ឲ្យយើងបែបហ្នឹងមកហើយយើងលាងវាឲ្យស្អាតមកបងប្អូនចាហើយបន្ទាប់មកខ្លាញ់នេះគឺនាងខ្ញុំយកទៅដាក់ចម្រាញ់ចោលបែបនេះបងប្អូនហើយឆ្អឹងជ្រូកនេះគឺខ្ញុំប្រើទម្ងន់វា1គីឡូចាហើយស្ពៃជូរគឺកន្លះគីឡូហើយខ្ញុំហាន់ខ្ទឹមបំពងនេះគឺមានខ្ទឹមសហើយនិងខ្ទឹមក្រហមបងប្អូនដាក់លាយគ្នាចឹងមកដើម្បីឲ្យវាឈ្ងុយបងប្អូនចាបងប្អូនប្រើតែមួយក៏បានដែរខ្ទឹមក្រហមមួយក៏ខ្ទឹមសអញ្ចឹងណាហើយចំពោះស្ពៃជូរនេះគឺនឹងខ្ញុំហាន់ជាចំណិតកង់តូចចឹងណាបងប្អូននាងខ្ញុំចូលចិត្តអញ្ចឹងចូលចិត្តតូចចឹងបើសិនជាបងប្អូនមួយចំនួនដែលគាត់មិនចូលចិត្តហាន់តូចចឹងគាត់អាចដាក់ហាន់ជា2ក៏បានឬក៏ដាក់ទាំងមូលក៏ណាសក់វាជាដុំតូចប្រវែងតូចទុកទាំងវែងក៏បានដែរចាសាច់ជ្រូកគឺខ្ញុំដាក់ខ្លាញ់ជ្រូកអធិស្ឋានគឺខ្លាញ់ជ្រូកគឺយើងដាក់ចម្រាញ់បែបនេះបងប្អូនដាក់វាឲ្យក្តៅដើម្បីឲ្យវាចេញខ្លាញ់បានច្រើនហើយបន្ទាប់មកបានខ្ញុំដាក់ស្ករត្នោតបន្តិចចំពោះការធ្វើនេះគឺជាទម្លាប់របស់នាងខ្ញុំទេនាងខ្ញុំមិនដឹងថាបងប្អូនធ្លាប់ធ្វើបែបណាទេតែនាងខ្ញុំធ្វើបែបនេះគឺស្ករយើងក្រហមល្អបងប្អូនចាបងប្អូនឃើញទេឃើញរៀងកម្ៅប៉ុន្តែកម្ៅឬក្នុងកាមេរ៉ាទេទៀតពិតគឺវាអត់ខ្មៅខ្លាំងទេបងប្អូនចាបងប្អូនឃើញកម្ៅចឹងថាខ្លោចអត់ខ្លោចទេណាគឺឈ្ងុយល្អណាបងប្អូនចាយើងទុកឲ្យក្រហមបែបហ្នឹងគឺវាឈ្ងុយល្អបន្ទាប់ពីក្រហមស្ករមកចាំយើងដាក់ខ្ទឹមកូរវាទៅដើម្បីឲ្យវាឈ្ងុយចូលជាតិគ្នាហើយនៅពេលដែលឈ្ងុយគឺនាងខ្ញុំថែមជាមួយនឹងទឹកត្រី2ស្លាបព្រាបាយហើយយើងដាក់សាច់ឆ្អឹងយើងចូលទៅបងប្អូននេះឆ្អឹងហ្នឹងគឺសាច់ច្រើនមែនតែនចាឆ្អឹង1គីឡូហ្នឹងហើយបងប្អូនអាចដាក់លើសហ្នឹងក៏បានដែរតាមចំណង់ចំណូលចិត្តចំពោះស្ពៃក៏ដូចគ្នាដែរហើយចំពោះម្សៅស៊ុបថ្ងៃនេះគឺនាងខ្ញុំប្រើម្សៅស៊ុបបោះមីស្លាកមុំហ្មងបងប្អូនចាព្រោះដោយសារតែម្សៅស៊ុបនៅច្រើនដែរអញ្ចឹងចេះតែប្រើទៅដើម្បីបង្កើនរសជាតិវាផងបងប្អូនណាចាតែបងប្អូនអត់មានយើងប្រើម្សៅស៊ុបធម្មតាមកឬក៏ប៊ីចេងតែសម្រាប់ខ្ញុំអត់ហូបប៊ីចេងទេអញ្ចឹងខ្ញុំប្រើម្សៅស៊ុបទាំងនោះតែតាមពិតទៅម្សៅស៊ុបមីហ្នឹងគឺមានប៊ីចេងតិចតែហ្នឹងចាគាត់ថាវាមិនប៊ីចេងសុទ្ធអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមកូរបងប្អូនឃើញទេដល់ពេលដែលយើងដាក់សាច់ចូលអញ្ចឹងទៅទឹកស្ករដែលយើងរំលីងមិញហ្នឹងវាក្រហមល្អបងប្អូនអត់ខ្លោចទេណាចាគឺវាក្រហមហើយឡើងឈ្ងុយតែម្ដងបងប្អូនចាដាក់សាច់គោមកឃើញសាច់ឡើងក្រហមចាបន្ទាប់ពីគោកដាច់ទឹកគឺរំងាស់ប្រហែលជា10នាទីហើយណាគោកដាច់ទឹកបាននាងខ្ញុំថែមទឹក2កណ្ដុងហ្នឹងបងប្អូន2ហ្នឹងគឺស្មើនឹង1លីត្រព្រោះមួយកណ្ដុងហ្នឹងវាកន្លះលីត្រ500មីលីលីត្រចឹង2ដងគឺវា1000មីលីលីត្រស្មើនឹង1លីត្របងប្អូនចាយើងដាក់ទឹក1លីត្ររមាស់សាច់វាចោលមកសន្ទុះប្រហែលជា5នាទីទៅ10នាទីបានយើងដាក់បន្លែចូលបងប្អូននេះអូពុះឡើងគ្រុចតែម្ដងហើយបងប្អូនឃើញទេពេលពុះមកគឺទឹកក្រហមល្អមើលទៅទំនងហូបតែម្ដងហើយរសជាតិវិញគឺវាប្រៃតិចចាហើយជូរតិចគឺឆ្ងាញ់បងប្អូនចាហើយអ្វីដែលសំខាន់នៅពេលដែលយើង
ធ្វើបែបនេះគឺយើងញ៉ាំទៅអត់ណាយទេបងប្អូនញ៉ាំទៅវាអត់ទលាន់ទេបើបងប្អូនអត់ដាក់ជាមួយនឹងស្ពៃជូរញ៉ាំតែខសាច់ជ្រូកតទេអញ្ចឹងវាអាចនឹងឆាប់ទលាន់អញ្ចឹងណាចាឥឡូវគឺសម្រាប់យើងដាក់បន្លែចូលហើយយើងទុកវាមកពុះបែបហ្នឹងមកបងប្អូនទុកវាមកពុះមកសន្ទុះមកដើម្បីឲ្យបន្លែយើងរៀងទន់តិចហើយយើងដួសដាក់ចានយកទៅញ៉ាំបានហើយយើងអាចបន្ថែមជាមួយនឹងគ្រឿងផ្សេងមកតាមចំណង់ចំណូលចិត្តខ្ញុំបន្ថែមរុយជាមួយនឹងស្លឹកខ្ទឹមបន្ថែមទៀតបងប្អូនចាអរគុណសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកបងប្អូនថ្ងៃនេះហើយសង្ឃឹមថាបងប្អូនពេញចិត្តហើយអ្វីដែលសំខាន់មានអ្វីខុសឆ្គងសូមអធិស្ឋានផងបងប្អូនណាហើយជួបនឹងខ្ញុំនៅវីដេអូក្រោយអរគុណច្រើនសម្រាប់បងប្អូនទស្សនាវីដេអូសូមជម្រាបលាចាបងប្អូនធ្លាប់តែញ៉ាំក្តាមជ្រក់ញ៉ាំក្តាមអីចឹងណាក្តាមបុកក្តាមអីទៅតែថ្ងៃនេះគឺនាងខ្ញុំនាំបងប្អូនមកញ៉ាំជាមួយនឹងក្តាមឆាគ្រឿងទឹកខ្ទិះវិញម្ដងបងប្អូនអូនិយាយពីជាតិលិតមាត់លិតដៃលិតជើងហ្មងអីញ៉ាំតែដៃសោះហើយលិតដល់ជើងទៀតនិយាយដូចអត់តំណងចានិយាយលេងបងប្អូនគឺជាតិមែនតែនណាគឺដាក់ទៅដល់លិតមាត់ហ្មងបងប្អូនហើយលិតដៃទៀតឆ្ងាញ់មែនតែនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះគឺចែករំលែកបងប្អូនជាមួយនឹងការធ្វើឆាគ្រឿងក្តាមបងប្អូនចានេះឥឡូវដាក់គ្រឿងយើងមកឆាយកតែម្ដងបងប្អូនក្តាមនេះគឺក្តាមនាងខ្ញុំចូលសាយទេចាអញ្ចឹងយកមកបកហើយឲ្យស្អាតមកបងប្អូនយើងបកលាងឲ្យស្អាតមកចាំយើងយកមកឆាចាហើយគ្រឿងនេះចំពោះគ្រឿងយើងមានធម្មតាទេបងប្អូនមានខ្ទឹមសខ្ទឹមក្រហមគល់ក្រីម៉ត់ចាមានម្ទេសក្រហមច្រាមចាមានស្លឹកក្រូចសើចធម្មតាអញ្ចឹងណាបងប្អូនចាប្រកាសជាដឹងហើយរឿងឆាគ្រឿងមានគ្រឿងអីខ្លះអញ្ចឹងណាធម្មតាប៉ុន្តែបងប្អូនចានៅមានគ្រឿងផ្សំពិសេសទៀតបានធ្វើឲ្យឆាក្តាមមុខនឹងឆ្ងាញ់ណាចាឥឡូវយើងវាយគ្រឿងរសជាតិចូលហើយមានស្ករម្សៅស៊ុបចាមានអំបិលបន្តិចមកចាហើយនឹងប្រេងទឹកប្រេងខ្យងបងប្អូនចាអំបិលបន្តិចប្រេងខ្យងបន្តិចមកបងប្អូននិយាយពីថារសជាតិហើយយើងវាយផ្សំគ្រឿងចូលក្នុងគ្រឿងយើងបំពងនឹងតែម្ដងដើម្បីឲ្យវាចូលជាតិគ្នាល្អបងប្អូនយើងអត់ដាក់ក្តាមទេគឺយើងដាក់អញ្ចឹងមកដើម្បីងាយស្រួលហើយជៀសវាងការខ្លោចគ្រឿងគឺនាងខ្ញុំថែមទឹកបន្តិចមកដើម្បីរងាស់ឲ្យវាចូលជាតិគ្នាល្អចាបន្ទាប់មកពីយើងដាក់គ្រឿងបែបហ្នឹងមកគឺនាងខ្ញុំថែមជាមួយនឹងអំពិលទុំបងប្អូនចាយើងឆាគ្រឿងយើងកំចាល់បងប្អូនអំពិលទុំដាក់ទៅរសជាតិវាជូរផ្អែមជាមួយនឹងគ្រឿងហ្នឹងគឺចូលជាតិគ្នាអូយឆ្ងាញ់ណាស់បងប្អូននិយាយពីថាដាក់បាយកកមកប្រហែលក៏អីបាយកកអីណាបាយក្តៅក៏អស់ដូចគ្នាដែរបងប្អូនចាមិនចេះនិយាយទេបាយមួយម៉ាក់ដាក់មកមួយឆ្នាំនឹងដាច់ប៉ិតនេះបងប្អូនក្តាមគឺនាងខ្ញុំធ្វើស្អាតបែបនេះមកបងប្អូនបកឲ្យយើងបកឲ្យកាត់ដៃកាត់ជើងវាអាចុងចេញឲ្យអស់បងប្អូនចាដើម្បីងាយស្រួលញ៉ាំណាចាយើងដាក់ឲ្យយើងឆាបែបនេះមកបងប្អូនងាយស្រួលនិយាយទៅពីការបកក្តាមនឹងធ្វើក្តាមនឹងខ្ញុំធ្លាប់បង្ហាញបងប្អូននៅវីដេអូមុននេះបងប្អូនអាចចូលមើលបានបងប្អូនណាហើយឥឡូវនេះគឺនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសចូលតែម្ដងចានិយាយពីថាហិលជូរហិលឆ្ងាញ់ណាស់បងប្អូនហើយនេះគ្រឿងផ្សំពិសេសដែលមិនអាចបំភ្លេចបានគឺទឹកខ្ទិះដូងទឹកខ្ទិះដូងនេះគឺខ្ញុំប្រើក្បាលខ្ទិះតែម្ដងបងប្អូននិយាយពីថាឈ្ងុយអូយឈ្ងុយឡើងផ្អើលផ្ទះគេពីផ្ទះបងប្អូនគាត់នឹងធ្វើក្តាមមួយមុខហ្នឹងមិនមែនចេះតែនិយាយមិនធម្មតាណាបងប្អូនចាញ៉ាំតែក្តាមស្រែសោះតែដល់ពេលការធ្វើនេះនិយាយពីថាជាតិសាហាវហ្មងចាបន្ទាប់ពីក្តាមយើងឆ្អិនយើងកុំភ្លេចឲ្យសោះជាមួយនឹងម្រះព្រៅបងប្អូនលេងដាក់ម្រះព្រៅមកកញ្ឆេងអញ្ចឹងហ្មងចូលជាតិគ្នាទៀតនិយាយពីឆ្ងាញ់លិតមាត់ហ្មងបងប្អូនចាហើយអាដៃកាន់ជើងក្តាមខំក្រឹបនឹងលិតដល់ដៃដល់ចង់ហូរដល់គួយដៃទៀតបងប្អូនអើយនិយាយពីថាឆ្ងាញ់និយាយទៅលេតុងមកទៀតបងប្អូនអើយចាចាំមើលនាងខ្ញុំបានក្តាមច្រើនណានាងខ្ញុំនឹងចែករំលែកឲ្យបងប្អូនដឹងថាការយកក្តាមស្រែហ្នឹងមកធ្វើអីខ្លះបានឆ្ងាញ់ប្លែកៗបងប្អូនចានេះបងប្អូនបានមួយចាននេះមកគឺថាបាយកក2ចានបឹបអីគ្រាន់ទេបងប្អូនអើយព្រោះឆ្ងាញ់នេះបងប្អូនសាច់ក្តាមវាឡើងផ្អែមឈ្ងុយហើយឡើងស្រួយហ្មងបងប្អូនហិលតិចជូរបន្តិចអូយឆ្ងាញ់ណាស់ប្រៃបន្តិចឆ្ងាញ់ផ្អែមបន្តិចរត់តែឆ្ងាញ់ទៀតអរគុណបងប្អូនសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តជួយ like share វីដេអូរបស់នាងខ្ញុំម្នាក់មួយចាហើយកុំភ្លេចណាមានចង្អុលអី comment នៅខាងក្រោមមកនាងខ្ញុំនឹងប្រាប់បងប្អូនទាំងអស់អត់មានលាក់ទេសការធ្វើហ្នឹងចាដើម្បីបានម្ហូបឆ្ងាញ់
ចាបងប្អូននិយាយពីថាមកលើកនេះគឺរៀងច្រើនជាងលើកមុនទៀតណាបងប្អូនចាប៉ុន្តែរសជាតិវិញគឺនៅដដែលมันផ្លាស់ប្ដូររសជាតិទេបងប្អូនឆ្ងាញ់ណាស់តិចជូរតិចផ្អែមតិចចាឡំប្រៃតិចនិយាយពីថាជាតិនោះជាតិបងប្អូនកំពុងតែក្តៅអីដាក់មកចាដាក់បឺតគឺបនិយាយពីថាអូជាតិសាហាវចាជំរាបសួរបងប្អូនទាំងអស់គ្នាអូយថ្ងៃនេះមកញ៉ាំជាមួយនឹងតែក្រូចឆ្មាទៀតហើយបងប្អូននេះនឹងតែនឹងអីនេះចាតែក្រូចឆ្មាចាធ្វើញ៉ាំខ្លួនឯងអញ្ចឹងនឹងឲ្យឈ្មោះអីក្រូចឆ្មានេះទិញគេប៉ុន្តែយកអាក្រូចឆ្មាមានគ្រាប់ព្រោះដោយសារក្រូចឆ្មាមានគ្រាប់វានិយាយទៅវាក៏ក្លិនវាក៏អូបបងប្អូនឆ្ងាញ់ហើយវាឈ្ងុយក៏អូបចាហើយជីនឹងកាមនេះគឺជីនឹងកាមយើងដាំខ្លួនឯងដែរចាថ្ងៃនេះគឺដាក់2ត្រួយហើយក្រូចឆ្មាគឺប្រើដល់រហូតដល់3ផ្លែព្រោះដោយសារថ្ងៃនេះខ្ញុំធ្វើច្រើនដាក់កែវធំបងប្អូនចាព្រោះដោយសារថ្ងៃនេះប៉ាអូនរាជគាត់ទៅមើលគេឆូតស្រូវអញ្ចឹងធ្វើឲ្យអូនរាជយកទៅឲ្យប៉ាញ៉ាំអញ្ចឹងណាអញ្ចឹងទៅរៀងធ្វើច្រើនបន្តិចព្រោះគាត់ទៅនៅមើលគេឆូតស្រូវហ្នឹងវាក្តៅចាយើងដាក់ត្រជាក់អញ្ចឹងឲ្យត្រជាក់ដល់បេះដូងណាចាឥឡូវកូវឹកមួយសិនបងប្អូនក្រូចយើងច្បាច់ចឹងមកឲ្យទឹកគឺនាងខ្ញុំដាក់ឡើងដល់400 ml ចាឲ្យពេញមួយកែវធំបងប្អូនចាឥឡូវនេះចាប់ផ្ដើមដាក់ហើយចាអូយចាដាក់កែវនេះបងប្អូនកែវហ្នឹង1លីត្រជាងបងប្អូនចាកែវហ្នឹងចាអញ្ចឹងចាប់ផ្ដើមខ្វៃតកកដាក់តកកដុំចាតកកយើងខ្លួនឯងមានតកកទិញអីអញ្ចឹងដកចេញពីក្នុងទូមកដាក់ផ្លប់ចឹងមកបងប្អូនណាចាបេះដាក់អញ្ចឹងនិយាយទៅ2ដុំហ្នឹង2ផ្ទាំងហ្នឹងដាក់ទាំងអស់ហ្មងតកកហ្នឹងគឺពេញមួយកដុងហ្នឹងល្មមបងប្អូនចាមួយកដុងមួយកែវហ្នឹងគឺធំមែនតែនចានេះឡើងពេញបងប្អូនឃើញទេចាឥឡូវចាប់ផ្ដើមកូរតក្រូចយើងចាក់មកបងប្អូនចាអញ្ចឹងនិយាយពីស្ករយើងដាក់3ស្លាបព្រាតូចនេះគឺរសជាតិវាអត់ផ្អែមទេបងប្អូនព្រោះដាក់ពេលដាក់ក្រូចទៅវាកាត់ជាតិផ្អែមមកហើយចាកាត់ជាតិស្ករអស់ហើយនៅសល់ប្រហែលជាខ្ទង់20 ទៅ 30% ទេសម្រាប់ជាតិស្ករគឺលះដោយជាតិក្រូចខ្លាំងនឹងឯងបងប្អូននៅចុងក្រោយគឺយើងបន្ថែមជាមួយនឹងជីងកាមរបស់យើងប៉ុណ្នេះមកគឺថាក្លិនក្រអូបឈ្ងុយឈ្ងប់តែម្ដងនឹងឆ្លៀតអីណាក្រូចមួយចំណិតទៀតចាដើម្បីយកសុភ័ណ្ឌភាពបងប្អូនយើងចាអរគុណអញ្ចឹងឥឡូវនេះគឺនាងខ្ញុំសាកភ្លុករសជាតិបន្តិចសិនធ្វើយកឲ្យប្តីទេតែលួចសាកមុនទៀតហ្នឹងហើយឥឡូវយកឲ្យអូនរាជយកទៅឲ្យប៉ានោះប៉ានៅដើមពោះហេអ្វីដែលយកទៅហ្នឹងខ្លាចតែដួលប្រកាប់ចាយអស់ខានញ៉ាំតាមផ្លូវទៀតពោះភ្លឺស្រាយវាសិនស្មៅបងឃើញផងដួលឡើងគាត់ទៅស្មៅចង់លុចឆ្កេះដួលឡើងដើមស៊ូមស្រួលផុងចូលក្នុងស្រូវងើបមកអត់ឃើញមនុស្សទៀតចាងើបមកឃើញក្បាលលំនេះលោចាដើរតាមស្រួលខ្ញុំស្រែកប្រាប់កូនចាខ្លាចដួលនៅបងប្អូនគេផងអត់ចូលស្រូវចឹងទៅក្តៅខ្លាំងហ៎ចាក្តៅខ្លាំងឲ្យអូនយកទៅខូចឆ្មាហ្នឹងយកទៅឲ្យប៉ាចាតិចបន្តិចអូម៉ាស៊ីនគេបងច្រូតចាហើយថ្ងៃនេះសម្រាប់វីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនចាហើយក៏សូមអរគុណបងប្អូនដែលតែងតែគាំទ្រហើយនឹងជួយ like ជួយ share comment វីដេអូរបស់នាងខ្ញុំផងអរគុណច្រើនហើយជួបនាងខ្ញុំនៅវីដេអូក្រោយទៀតបើសិនជាមានកំហុសឆ្គងសូមខន្តីអធិស្ឋានបងប្អូនណាជម្រាបលាជួបនាងខ្ញុំនៅវីដេអូក្រោយចាបងប្អូនធ្លាប់តែញ៉ាំក្តាមជ្រក់ញ៉ាំក្តាមអីចឹងណាក្តាមបុកក្តាមអីទៅតែថ្ងៃនេះគឺនាងខ្ញុំនាំបងប្អូនមកញ៉ាំជាមួយនឹងក្តាមឆាគ្រឿងទឹកខ្ទិះវិញម្ដងបងប្អូនអូនិយាយពីជាតិលិតមាត់លិតដៃលិតជើងហ្មងអីញ៉ាំតែដៃសោះឲ្យលិតដល់ជើងទៀតនិយាយដូចអត់តំណងចានិយាយលេងបងប្អូនគឺជាតិមែនតែនណាគឺដាក់ទៅដល់លិតមាត់ហ្មងបងប្អូនឲ្យលិតដៃទៀតឆ្ងាញ់មែនតែនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះគឺចែករំលែកបងប្អូនជាមួយនឹងការធ្វើឆាគ្រឿងក្តាមបងប្អូនចានេះឥឡូវដាក់គ្រឿងយើងមកឆាយកតែម្ដងបងប្អូនក្តាមនេះគឺក្តាមនាងខ្ញុំចូលសាយទេចាអញ្ចឹងយកមកបកហើយឲ្យស្អាតមកបងប្អូនយើងបកលាងឲ្យស្អាតមកចាំយើងយកមកឆាចាហើយគ្រឿងនេះចំពោះគ្រឿងយើងមានធម្មតាទេបងប្អូនមានខ្ទឹមសខ្ទឹមក្រហមគល់ក្រីម៉ត់ចាមានម្ទេសក្រហមច្រាមចាមានស្លឹកក្រូចសើចធម្មតាអញ្ចឹងណាបងប្អូនចាប្រកាសជាដឹងហើយរឿងឆាគ្រឿងមានគ្រឿងអីខ្លះអញ្ចឹងណាធម្មតាប៉ុន្តែបងប្អូនចានៅមានគ្រឿងផ្សំពិសេសទៀតបានធ្វើឲ្យឆាក្តាមមុខនឹងឆ្ងាញ់ណាចាឥឡូវយើងវាយគ្រឿងរសជាតិចូលហើយមានស្ករម្សៅស៊ុបចាមានអំបិលបន្តិចមកចាហើយនឹងប្រេងទឹកប្រេងខ្យងបងប្អូនចា
អំបិលបន្តិចប្រេងខ្យងបន្តិចមកបងប្អូននិយាយពីថារសជាតិហើយយើងវាយផ្សំគ្រឿងចូលក្នុងគ្រឿងយើងបំពងនឹងតែម្ដងដើម្បីឲ្យវាចូលជាតិគ្នាល្អបងប្អូនយើងអត់ដាក់ក្តាមទេគឺយើងដាក់អញ្ចឹងមកដើម្បីងាយស្រួលហើយជាវាងការខ្លោចគ្រឿងគឺនាងខ្ញុំថែមទឹកបន្តិចមកដើម្បីរងាស់ឲ្យវាចូលជាតិគ្នាល្អចាបន្ទាប់មកពីយើងដាក់គ្រឿងបែបហ្នឹងមកគឺខ្ញុំថែមជាមួយនឹងអំពិលទុំបងប្អូនចាយើងឆាគ្រឿងយើងកុំចោលបងប្អូនអំពិលទុំដាក់ទៅរសជាតិវាជូរផ្អែមជាមួយនឹងគ្រឿងហ្នឹងគឺចូលជាតិគ្នាអូយឆ្ងាញ់ណាស់បងប្អូននិយាយពីថាដាក់បាយកកមកប្រហែលក៏អីបាយកកអីណាបាយក្តៅក៏អស់ដូចគ្នាដែរបងប្អូនចាមិនចេះនិយាយទេបាយមួយវ៉ាដាក់មកមួយឆ្នាំនឹងដាច់ប៉ិតនេះបងប្អូនក្តាមគឺនាងខ្ញុំធ្វើស្អាតបែបនេះមកបងប្អូនបកឲ្យហើយយើងបកឲ្យកាត់ដៃកាត់ជើងវាអាចង់ចេញឲ្យអស់បងប្អូនចាដើម្បីងាយស្រួលញ៉ាំណាចាយើងដាក់ឲ្យយើងឆាបែបនេះមកបងប្អូនងាយស្រួលនិយាយទៅពីការបកក្តាមនឹងធ្វើក្តាមនឹងខ្ញុំធ្លាប់បង្ហាញបងប្អូននៅវីដេអូមុននេះបងប្អូនអាចចូលមើលបានបងប្អូនណាហើយឥឡូវនេះគឺនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសចូលតែម្ដងចានិយាយពីថាហិលជូរហិលឆ្ងាញ់ណាស់បងប្អូនហើយនេះគ្រឿងផ្សំពិសេសដែលមិនអាចបំភ្លេចបានគឺទឹកខ្ទិះដូងទឹកខ្ទិះដូងនេះគឺខ្ញុំប្រើក្បាលខ្ទិះតែម្ដងបងប្អូននិយាយពីថាឈ្ងុយអូយឈ្ងុយឡើងផ្អើលផ្ទះគេពីផ្ទះបងប្អូនគាត់នឹងធ្វើក្តាមមួយមុខហ្នឹងមិនមែនចេះតែនិយាយមិនធម្មតាណាបងប្អូនចាញ៉ាំតែក្តាមស្រែសោះតែដល់ពេលការធ្វើនេះនិយាយពីថាជាតិសាហាវហ្មងចាបន្ទាប់ពីក្តាមយើងឆ្អិនយើងកុំភ្លេចឲ្យសោះជាមួយនឹងម្រះព្រៅបងប្អូនលេងដាក់ម្រះព្រៅមកកញ្ឆែងអញ្ចឹងហ្មងចូលជាតិគ្នាទៀតនិយាយពីឆ្ងាញ់លិតមាត់ហ្មងបងប្អូនចាហើយអាដៃកាន់ជើងក្តាមខំក្រឹបនឹងលិតដល់ដៃដល់ចង់ហូរដល់គួយដៃទេបងប្អូនអើយនិយាយពីថាឆ្ងាញ់និយាយទៅលេតុងមកទេបងប្អូនអើយចាចាំមើលនាងខ្ញុំបានក្តាមច្រើនហើយនាងខ្ញុំនឹងចែករំលែកឲ្យបងប្អូនដឹងថាការយកក្តាមស្រែហ្នឹងមកធ្វើអីខ្លះបានឆ្ងាញ់ប្លែកៗបងប្អូនចានេះបងប្អូនបានមួយចាននេះមកគឺថាបាយកក2ចានបឹបអីគ្រាន់ទេបងប្អូនអើយព្រោះឆ្ងាញ់នេះបងប្អូនសាច់ក្តាមវាឡើងផ្អែមឈ្ងុយហើយឡើងស្រួយហ្មងបងប្អូនហិលតិចជូរបន្តិចអូយឆ្ងាញ់ណាស់ប្រៃបន្តិចឆ្ងាញ់ផ្អែមបន្តិចរត់តែឆ្ងាញ់ទៀតអរគុណបងប្អូនសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តជួយ like share វីដេអូរបស់នាងខ្ញុំម្នាក់មួយចាហើយកុំភ្លេចណាមានយ៉ាងអី comment នៅខាងក្រោមបាននាងខ្ញុំនឹងប្រាប់បងប្អូនទាំងអស់អត់មានលាក់ទេសការធ្វើហ្នឹងចាដើម្បីបានម្ហូបឆ្ងាញ់ចាបងប្អូនមិនដឹងថាបងប្អូនធ្លាប់សាកភាសាសាមញ្ញដូចដែលនាងខ្ញុំបង្ហាញបងប្អូននេះដែរឬអត់ទេណោះចាធ្លាប់តែភាសាបែបក្រុងណាចាតែឥឡូវមកសាកភាសាបែបសាមញ្ញភាសាប្រហិតសាច់គោបែបសាមញ្ញវិញម្ដងបងប្អូនណោះចាតែរសជាតិវិញនិយាយពីថាមិនចាញ់ភាសាបែបហាយទេបងប្អូនអើយចាឆ្ងាញ់ណាស់ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះនិយាយពីថាចង់ចែករំលែកបងប្អូនចាជាមួយនឹងការធ្វើភីសានំប៉័ងប្រហិតសាច់គោវិញម្ដងបងប្អូនចាហើយប្រហិតសាច់គោនេះចង់បញ្ជាក់បងប្អូនជាប្រហិតសាច់គោនេះគឺនឹងខ្ញុំទិញពីម៉ួយដែលគាត់ធ្វើលក់ប្រចាំថ្ងៃបងប្អូនចាគាត់អត់មានប្រើសារធាតុរក្សាទុកទេអញ្ចឹងបានហ៊ានតែញ៉ាំអញ្ចឹងណាបងប្អូនចាជាទូទៅប្រហិតគេប្រើភីសាគេប្រើប្រហិតជាច្រើនចាដូចជាមានហូដកមានអីចឹងទៅមានគ្រឿងសមុទ្រមានសាច់គោអីចឹងទៅប៉ុន្តែនាងខ្ញុំប្រើប្រហិតសាច់គោតែមួយមុខទេបងប្អូនចាប៉ុន្តែសាច់ភីសាវិញគឺឆ្ងាញ់ដូចគ្នាដែរអញ្ចឹងណាចានាងខ្ញុំមិនដឹងថាបងប្អូនធ្លាប់ញ៉ាំដែរឬអត់ទេតែចង់ចែករំលែកបងប្អូនថាវាឆ្ងាញ់ពិតមែនអញ្ចឹងបើសិនជាបងប្អូនមានពេលមានឱកាសអាចសាកធ្វើញ៉ាំនៅផ្ទះបានដោយមិនចាំបាច់ទៅទិញនៅខាងក្រៅបានចាវាងាយស្រួលហើយវាលឿនហើយយើងចំណេញពេលចំណេញថវិកាទៀតវាអស់លុយច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងបន្លែនាងខ្ញុំប្រើតែ2មុខឯងបងប្អូនមានប៉េងប៉ោះហើយនឹងម្ទេសខៀវបងប្អូនចាហើយយើងឈីគឺនាងខ្ញុំអត់ឈូសទេគឺខ្ញុំហាន់បែបនេះតែម្ដងដើម្បីងាយស្រួលរោយជាមួយនឹងនំប៉័ងរបស់យើងបងប្អូនចានំប៉័ងបងប្អូនជ្រើសរើសនំប៉័ងជ្រុងមកងាយស្រួលធ្វើណាចាហើយពងមាន់គឺដាក់តែមួយគ្រាប់ហ្នឹងក៏បានដែរចាបើបងប្អូនចង់បានច្រើនជាងហ្នឹងថែមមួយគ្រាប់ទៀតមកបាន2គ្រាប់ចាតែនេះខ្ញុំប្រើតែមួយគ្រាប់នេះគឺលាបតែល្មមជាមួយនឹងនំប៉័ងចាហើយនេះផងដែរគឺចាដំណាប់ផ្លែម្នាស់ចាដំណាប់ផ្លែម្នាស់គឺនាងខ្ញុំធ្វើនៅវីដេអូមុនបងប្អូនចាអញ្ចឹងសម្រាប់ដំណាប់ផ្លែម្នាស់នេះគឺងាយស្រួលក្នុងការធ្វើទេបងប្អូនអាច
ឆែកមើលនៅក្នុងវីដេអូនេះខ្ញុំមានបង្ហាញណាចាដំណាប់ផ្លែម្នាស់គឺឆ្ងាញ់រសជាតិវាឆ្ងាញ់ត្រូវជាមួយនឹងភីហ្សាឬក៏យើងញ៉ាំជាមួយនឹងនំប៉័ងហ្នឹងគឺបានឆ្ងាញ់ដូចគ្នាបងប្អូនណាចាឥឡូវចាប់ផ្ដើមរៀបអញ្ចឹងមកបងប្អូនយើងលាបជាមួយនឹងពងមាន់ដំណាប់ម្នាស់ហ្នឹងពីខាងក្រោមហើយចាំយើងរៀបបន្លែដាក់ខាងលើចឹងមកបងប្អូនដូចនេះខ្ញុំបង្ហាញណាងាយស្រួលហើយនិយាយពីថាជាតិឆ្ងាញ់ណាស់បងប្អូនអើយចាហើយឥឡូវនេះគឺយើងរៀបហើយយើងយកមកដាក់ចៀនកម្ដៅវាបែបនេះមកបងប្អូនចាយើងអត់ប្រើភ្លើងច្រើនទេណាបងប្អូនប្រើភ្លើងតិចបំផុតចាបន្ទាប់មកគឺនឹងខ្ញុំបន្ថែមជាមួយនឹងទឹកម៉ាយ៉ូណេសយកតែម្ដងតាមពិតទឹកម៉ាយ៉ូណេសយើងចាំដាក់តាមក្រោយក៏បានដែរប៉ុន្តែនឹងខ្ញុំអត់ចង់ដាក់តាមក្រោយទេគឺដាក់ជាមួយគ្នាតែម្ដងដើម្បីឲ្យវាចូលជាតិគ្នាជាមួយនឹងសាច់នំប៉័ងណាបងប្អូនជាមួយនឹងបន្លែអញ្ចឹងណាចាឥឡូវនេះគឺយើងដិតប្រហែលជា15នាទីបានឆ្អិនបានក្តៅល្អបែបនេះបងប្អូនចាឃើញទេឡើងក្រៀមល្អតែម្ដងហើយឈីសរបស់យើងក៏ចាប់ផ្ដើមរលាយចាហើយជាមួយនឹងទឹកម៉ាយ៉ូណេសទៀតវាចូលគ្នាបែបនេះបងប្អូនឃើញទេទំនងឆ្ងាញ់ណាចាតែពេលញ៉ាំមិនដឹងថាឆ្ងាញ់ប៉ុណ្ណាបងប្អូនអាចសាកធ្វើបានយើងមិនចាំបាច់ប្រើឆ្នាំងភីហ្សាដិតឬក៏មិនចាំបាច់ប្រើគ្រឿងផ្សំអីច្រើនទេប៉ុន្តែញ៉ាំទៅឆ្ងាញ់ដូចគ្នាបងប្អូនណាឥឡូវនេះដល់វគ្គញ៉ាំតែម្ដងបងប្អូនចានិយាយទៅសម្រាប់បងប្អូននៅតាមទីជនបទក៏ថាមិនដឹងធ្វើមិនបានភីហ្សាញ៉ាំទេហើយគ្រឿងផ្សំគេច្រើនអញ៉ៃច្រើនមុខអីណាណីចឹងពិបាកអត់មានឆ្នាំងដិតអីចឹងណាឥឡូវក៏សាកធ្វើតាមនាងខ្ញុំទៅចាមិនចាំបាច់ប្រើឆ្នាំងដិតទេមានតែខ្ទះមួយសម្រាប់កម្ដៅចៀនបែបហ្នឹងចាគឺបានញ៉ាំហើយស្រួលហើយរសជាតិឆ្ងាញ់មិនចាញ់រសជាតិដើមហ្មងទេបងប្អូនចាធានារសជាតិដឹងតែមកឆ្ងាញ់អរគុណសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងចែករំលែកបងប្អូនសង្ឃឹមថាបងប្អូនពេញចិត្តជួយ like share វីដេអូរបស់នាងខ្ញុំកុំភ្លេចបើសិនជាមានអ្វីជាចម្ងល់ខមមិននៅខាងក្រោមវីដេអូរបស់នាងខ្ញុំផងណាហើយអ្វីដែលសំខាន់កុំភ្លេចជួយ share ផងអរគុណច្រើន